សូមចាប់ផ្ដើមជាបឋមនេះខ្ញុំសូមគោរពលោកអគ្គនាយកនៃសាលារៀនបញ្ញសិទ្ធិជាទីគោរពសូមគោរពលោកនាយករងលោកគ្រូអ្នកគ្រូមេដាបេដាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សជាទីស្រឡាញ់រាប់អានជំរាបសួរនាងខ្ញុំឈ្មោះសាយាមានអាយុ6ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀនបញ្ញសិទ្ធិសាខាព្រៃលវីថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឈរនៅទីនេះដើម្បីបកស្រាយប្រធានបទមួយដែលមានចំណងជើងថាចាទៅស្ដាំនៃការអប់រំជាការបណ្ណាចាទៅស្ដាំនៃការអប់រំគឺជាសសរគ្រឹះនៃការអប់រំដើម្បីកសាងធនធានមនុស្សឲ្យមានចំណេះ4សំខាន់រួមមានចំណេះដឹងចំណេះធ្វើចំណេះសិលធម៌និងចំណេះរួមរស់នៅជាមួយគ្នាទី1រៀនដើម្បីចេះដឹងមានន័យថាអប់រំមនុស្សឲ្យយល់ពីជីវភាពរស់នៅក្នុងសង្គមដែលទាក់ទងបញ្ហាអំពើហិង្សាសិទ្ធិមនុស្សសុខភាពបរិស្ថានបច្ចេកទេសវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រជាដើមទី2រៀនដើម្បីចេះធ្វើមានន័យថាអប់រំមនុស្សឲ្យមានបំណងជីវិតឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកមកអនុវត្តនិងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងសម្រាប់ត្រៀមខ្លួននៅថ្ងៃអនាគតទី3រៀនដើម្បីមានសិលធម៌ល្អមានន័យថាអប់រំមនុស្សឲ្យចេះរៀបចំខ្លួនឲ្យចង់សម្រងជាមួយសង្គមប្រកបដោយបញ្ញាស្របទៅតាមកលៈទេសៈចាបបានទៅសភាការមានទំនួលខុសត្រូវភាពជាម្ចាស់ការនិងមានគំនិតថ្លៃថ្នូរទី4ដើម្បីចែករួមរស់ជាមួយគ្នាមានន័យថាអប់រំមនុស្សឲ្យចេះអត់ឲ្យយោគយល់អធ្យាស្រ័យសាមគ្គីភាពជួយគ្នាទៅវិញទៅមកប្រកាន់ពុទ្ធសាសនាចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងអហិង្សាជាចុងក្រោយចំណេះដឹងតែទទួលតាមរយៈចតស្ដំទាំង4ខាងលើអាចឲ្យមនុស្សគ្រប់រូបរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ការបកស្រាយរបស់នាងខ្ញុំពីដើមរហូតដល់ចប់សូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អកម្លាំងមាំមួនជោគជ័យគ្រប់ភារកិច្ចសូមអរគុណសូមជម្រាបលាចាអរគុណមែនទែនចាអរគុណដល់